Bạn đang nghe số này là có cái lời dương màu riêng rồi có thua exercise to để kiểm tra detail từ lời cả và dương bậc cả nơi project để cứ bạn áo ấy nè calculate logic nhé calculate logic nhé dương dương bậc cả đang thấy dương cả một project tao mau dương cả phát hiện tao mau dương cả class B để không tay one này không phát hiện bảo dưỡng á chắc là đây dương para F nhé này hay pra ấy nhé chẳng nhâm trong hai ngày trong bằng hai ngày cả pra switch cast on làm bay tha về làm là ca dạng mày chẳng á còn thà với pra cast một tới co bên mày dạng này chẳng á chẳng từ bốn nhâm thời mời pra nó tới giờ trời nhiều file nhiều giờ bắt cặp project anh như là thà calculate 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 the logic one đó mọi chọn thêm cả mọi finishแต่มาอย่างbạn file và check những một hay show src យើង right click បង្កើត new package មកហើយយើងដាក់ pack test test 1ដូចគ្នាមកណា test 1យើងបង្កើតដូចគ្នាទាំងអស់ទេបាទតែក្នុង package 1ហ្នឹងយើងបង្កើត class យើងដាក់ឈ្មោះ class select ដូចគ្នាមកណា cal select calculator ណា calculator logic តោះមកយើងបង្កើតមួយទៀតដែរខ្ញុំបង្កើត class មួយទៀតណាខ្ញុំដាក់ main ខ្ញុំ set ដូចគ្នាមកទៅមកបាក់ដោយសារវាតែមើលចំហាត់ហ្នឹងគាត់ថារបៀបធ្វើយើងប្រើមួយ x មួយ second main app main app គឺជា super class តោះមកខ្ញុំទៅ copy paste ខ្ញុំចងរួចហើយនេះគឺជា sub class ខ្ញុំសាក copy សិនមកខ្ញុំត្រូវហើយខ្ញុំ copy main class មួយទៀតចូល main class មកបាទខ្ញុំសូមបញ្យល់ពីដំណើរការបន្តិចទៅយើងសរសេរដូចគ្នាដែរដូចតែនឹងប្រើ if ដែរយើងកើត public មកដើម្បីឲ្យវាដំណើរការនឹង main class របស់យើងណាយើងបង្កើត file 2យើងបង្កើត class 2អញ្ចឹងណាហើយយើងសរសេរ string នេះដើម្បីបង្ហាញ menu ហើយតមកយើងកាត់ switch មួយ switch ហើយ switch នេះឆយនៅក្នុងនេះឆយគឺវាទៀងទាត់នៅលក្ខខណ្ឌ cache មួយរបស់យើងទាំង4នេះហើយទី4នេះវាមានប្រកបនៅ f a នៅក្នុងនោះដែលថាចំនួនចែកមិនអាចប្រតិចែកក្រៅពី0មិនអាចខុសពី0ណាមានន័យថាក្រៅពី0លេខដែលខុសពី0មិនអាចចែកពី0បានជាមួយនឹងលេខ0បានជាងចេញ error អញ្ចឹងទៅហើយបើវាស្មើ0 error ប៉ុន្តែបើវាមិនស្មើ0ទេក៏វាធ្វើការចែកធម្មតាណាហើយ cache គឺយើងសរសេរបែប string ច្រើនណាស់យើងសរសេរបែប string ច្រើនប៉ុន្តែវាមិនមែនជាបញ្ហានេះដំណើរការរបស់វាគឺឆយ switch ឆយគឺការផ្ទៀងផ្ទាត់ cache
ហើយ print ក្នុងការផ្ដាច់លក្ខខណ្ឌបើលក្ខខណ្ឌនឹងត្រូវហើយគឺវាបើយើងចុចលេខ1ស្រីលេខ1អញ្ចឹងវាធ្វើការបូកអញ្ចឹងវាធ្វើការ print នៅចំណឹងហើយធ្វើការ process នៅ code ហ្នឹងហើយខាងក្រោយហ្នឹងគឺវា print វាអត់ឲ្យទៅមុខទៀតទេតែបើវាខុសវា print ហើយវាចូលលក្ខខណ្ឌ print ហើយវាផ្ដាច់ហើយចូលលក្ខខណ្ឌទៀតវាចូលខេសមួយខេសទៀតណាខេសមួយរហូតដល់ default ស្មើ L បើយើងរៀន if L ច្បាស់យើងយល់ហើយគឺ default ហ្នឹងគឺ L ដែរមក copy លក្ខខណ្ឌខាងលើឲ្យ change invalid choice please enter 1 2 3 4ឬក៏ត្រឹមនឹង4ដោយសារយើងធ្វើបូកដកគុណនឹងចែកទេនេះធ្វើដំណឹងចឹងស្រួលហើយមើលខ្ញុំ testing មើលទៀត run មកយើងវាយលេខខ្ញុំមក4ដក3មកយើងដកលេខ2មកយើងធ្វើការចេញឯកសារឲ្យយើងត្រឹមត្រូវហើយតែបើយើងខុសនឹងខុសលក្ខខណ្ឌនឹងរហូត5ក៏4នេះលេខ2ទៅដល់មកយើងជឿក្នុងការគុណនេះទៅបានមកគិតច្រើនវាធ្វើការត្រឹមត្រូវអញ្ចឹងខ្ញុំចង់ឲ្យធ្វើការកណនីដែលយើងចុចច្រឡំខុសអីចឹងទៅដល់5ដើម្បីឲ្យមានតំណែងអញ្ចឹងនឹងចេញ error replace enter 114មានថាយើងឲ្យជួយរឹស9នេះតែបើយើងចែកជាមួយនឹងលេខ0សម្រាប់ទីចែកដែលសំខាន់ជាងគេខ្ញុំចង់ផ្ដោតសំខាន់ឡើងហ្នឹង8ថាចែក0ខ្ញុំដាក់ចែកលេខ4មកណាដើម្បីជួយលេខនេះdeal អញ្ចឹងចុចទៅវាចេញ cannot divide by 0អញ្ចឹងកូដហ្នឹងយើងអាចអ្នកនរគ្នាអាចយកទៅធ្វើដូចតាមខ្ញុំហ្នឹងមកទីមួយបង្កើត file name តែមកបង្កើត package ដាក់ type 1ហើយទៅមកយកបង្កើត calculate process ហើយយើងបង្កើតបាញ់បានហើយវាធម្មតាហ្នឹងយើងបង្កើតអីបានឈ្មោះយើងបានតែមកយើងគាត់នៅ save ឈ្មោះហ្នឹង share កន្លែងហ្នឹងយើងគាត់ដូរមកបើយើង copy code របស់ខ្ញុំកន្លែងហ្នឹងយើងដូរមកណាដាក់ឈ្មោះអីគេកន្លែងហ្នឹងឈ្មោះយើងទៅមកដាក់កន្លែងហ្នឹងដាក់ឈ្មោះយើងនេះមកត្រឹមត្រូវហើយកូដហ្នឹងវាអត់ខុសគ្នាបាននេះដូចគ្នាដែរមែនទេយើងដាក់ឈ្មោះយើងដាក់អញ្ចឹងឈ្មោះយើងដែរមកបើយើង copy code ខ្ញុំណាឧទាហរណ៍យើងចង់ test មើលថាដំណើរការមិនអត់ចឹងហើយតើមកយើងកើត class ពីរហ្នឹងមកឈ្មោះមិនក៏បានដាក់ឈ្មោះតាមហ្នឹងក៏បានដែរព្រោះតាមហ្នឹងយើងក៏ copy paste កូដខ្ញុំទៅក្នុង description computer របស់ខ្ញុំទៅដំណើរការធម្មតាអញ្ចឹងក្នុងការប្រើ if ហើយនឹង and ហើយចុងក្រោយនេះខ្ញុំចង់បង្ហាញការប្រើប្រាស់ switch cache choice ហើយ print នេះគឺវាដំណើរការដូចគ្នាអញ្ចឹងយើងចង់ប្រើមួយណាក៏បានដែរក្នុងធ្វើកម្មវិធី program calculator ណាខ្ញុំចង់ធ្វើមួយណាដែរអញ្ចឹងយើងអាច testing បានខ្ញុំនឹងតម្លាក់កូដនៅក្នុង description បាទសូមអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំ